នឹងថ្ងៃនេះមកតភាគ4អំពីជីវិតស្នេហាពលករកូរ៉េមុនពេលដែលគាត់ទទួលដំណឹងថាកូនគាត់មានបញ្ហាសុខភាពរយៈពេល1អាទិត្យមុនគាត់បានសុំប្រពន្ធគាត់លែងគ្នាប្រពន្ធរបស់គាត់ក៏យល់ព្រមហើយប្រពន្ធរបស់គាត់ហ្នឹងក៏មានលក្ខខណ្ឌថាពេលដែលកូនកើតមកគឺត្រូវជួយចិញ្ចឹមកូនអញ្ចឹងណាអ្នកទាំងពីរក៏យល់ព្រមប្រុងប្រយ័ត្នលក្ខខណ្ឌបែបនេះតែស្រាប់តែដល់ថ្ងៃដែលគាត់ទៅពេទ្យពិនិត្យមើលផ្ទៃពោះហ្នឹងគឺកូនគាត់មានបញ្ហាសុខភាពកូនគាត់ហ្នឹងគឺធ្ងន់ធ្ងរខ្លាំងមែនទែនគឺបេះដូងចំហហើយឈាមសស៊ីឈាមក្រហមទេអ្នកទាំងគ្នាអើយពួកគាត់ទាំងពីរក៏សម្រេចចិត្តថានឹងយកកូននឹងចេញអត់ទុកទៀតទេពេលវេលានេះគឺអារម្មណ៍ប្រពន្ធគាត់ត្រូវលេខឈឺចាប់ទៀតហើយគាត់ទាំងពីរនាក់អត់មានភោហោមទេអញ្ចឹងហើយទៅពេទ្យអស់លុយច្រើនណាស់ពេលដែលគាត់យកកូនចេញហ្នឹងគឺត្រូវការលុយច្រើនអញ្ចឹងហើយខាងប្តីគាត់ហ្នឹងក៏បានស្នើសុំឲ្យបងប្អូនដែលរស់នៅប្រទេសកូរ៉េហ្នឹងជួយម្នាក់តិចអញ្ចឹងអ្នកនរគ្នាគឺគាត់សុំតាម Facebook អញ្ចឹងណាសុំឲ្យបងប្អូនខ្មែរទាំងអស់ដែលរស់នៅប្រទេសកូរ៉េហ្នឹងជួយគាត់ម្នាក់តិចមកព្រោះពេលនេះគាត់ខ្វះខាតខ្លាំងគាត់អត់មានលុយគ្រប់គ្រាន់សម្រាប់មើលប្រពន្ធគាត់ទេអញ្ចឹងហើយអ្នកទាំងអស់គ្នាគាត់ក៏ទទួលបានប្រាក់ពីបងប្អូនខ្មែរពិតមែនចាហើយការដែលគាត់មានបញ្ហាហ្នឹងគឺដោះស្រាយថាឲ្យការហ្នឹងគឺយកទៅដោះស្រាយនៅក្នុងមន្ទីរពេទ្យហ្នឹងគឺរួចរាល់បានដូចចិត្តគាត់មែនតែមានមនុស្សមួយចំនួនបានយករូបភាពប្រពន្ធគាត់ឈឺដីពេទ្យហ្នឹងយកទៅផុសដើម្បីរកជំនួយឲ្យប៉ុន្តែពេលដែលយកទៅផុសឲ្យមានគេផ្ដល់ជំនួយមកគឺម្នាក់ហ្នឹងក៏អត់បានយកជំនួយទាំងអស់ហ្នឹងទៅឲ្យក្រុមគ្រួសារគាត់ទេគឺគេយកលុយជំនួយហ្នឹងគឺទៅចាយចូលក្លឹបតែខ្លួនគេពួកគាត់ក៏មិនធ្វើទេបើគេធ្វើអញ្ចឹងហើយក៏តាមនឹងទៅពេលដែលកូនគាត់ទី2ហ្នឹងត្រូវយកចេញប្រពន្ធគាត់ឈឺរីងរៃនៅផ្ទះអត់បានទៅធ្វើការទេហើយប្រពន្ធគាត់ហ្នឹងក៏បានស្នើសុំឲ្យប្តីហ្នឹងថាកុំលែងអីព្រោះគាត់បាត់បង់កូនហើយគាត់ចង់បាត់បង់ប្តីទៀតទេអញ្ចឹងហើយសូមប្តីហ្នឹងកុំលែងគាត់អីអាណិតអាសូរគាត់ផងប្តីហ្នឹងក៏គាត់បានវិចក្អៅចេញទៅក្រៅហើយគាត់បានលើប្រពន្ធស្នើសុំបែបនេះក៏គាត់អាណិតដល់ប្រពន្ធគាត់ក៏មកត្រូវជាមួយប្រពន្ធគាត់វិញហើយក៏ពួកគាត់រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខប៉ុន្តែភាពសុខសាន្តរបស់ពួកគាត់គឺមិនយូរបែងទេព្រោះប្តីហ្នឹងគាត់តែងតែតាក់ទងស្រីៗដែលនៅកូរ៉េហ្នឹងអ្នកដែលមានសញ្ជាតិកូរ៉េស្រាប់អញ្ចឹងដើម្បីឲ្យគាត់រស់នៅកូរ៉េធានាឲ្យគាត់រស់នៅកូរ៉េបានអញ្ចឹងគាត់តែងតែសុំប្រពន្ធគាត់លែងរហូតឲ្យតែមានរឿងអីតិចតួចគឺគាត់តែងតែសុំលែងហើយប្តីហ្នឹងគាត់ក៏បាននិយាយថាបើសិនជាថ្ងៃណាមួយបាត់គាត់ហើយបើសិនជាថ្ងៃណាមួយទេតាមលេខទូរស័ព្ទរកគាត់នឹងឃើញតែខ្ញុំគិតបែបគាត់តែងតែនិយាយពាក្យអញ្ចឹងជារឿយៗហើយគាត់តែងតែសុំប្រពន្ធគាត់លែងគ្នាជារឿយៗថ្ងៃមួយប្រពន្ធគាត់ក៏បានឆាតនិយាយលេងជាមួយប្រុសដតីរយៈពេលតែ2ថ្ងៃទេគាត់បានដឹងរឿងហ្នឹងហើយគាត់ក៏ខឹងហើយគាត់បានទៅកោតតងោហើយគាត់ក៏បានចាក់ចេញពីប្រពន្ធគាត់ទៅជួលផ្ទះកន្លែងផ្សេងនៅដោយរយៈពេលគាត់នៅផ្ទះផ្សេងហ្នឹងគាត់មានស្រីចូលទៅនៅជាមួយទៀតមានស្រីមានសង្សារអីនៅជាមួយនៅគេងជាមួយគ្នាទៀតបន្ទាប់មករយៈពេលប្រហែលជា2ខែ3ខែគាត់បានសុំប្រពន្ធគាត់ត្រូវរើគ្នាវិញប្រពន្ធគាត់ក៏បាននិយាយថាបើបងមកត្រូវរើគ្នាវិញសូមបងស្រឡាញ់អូនឲ្យច្រើនស្រឡាញ់ក្រុមគ្រួសារអូននឹងដល់ដំណៃឲ្យអូនផងប៉ុន្តែអ្នកទាំងអស់គ្នាទង្វើដែលគាត់អូខេព្រមនិយាយថាធ្វើសពបែបយ៉ាងតាមដែលប្រពន្ធត្រូវការនោះគឺមិនបានយូរទេរយៈពេលតែមួយអាទិត្យទេគាត់ក៏ផ្លាស់ប្ដូរចិត្តថាគាត់ត្រូវតែលែងប្រពន្ធនឹងហើយប៉ុន្តែរយៈពេលដែលគាត់និយាយថាលែងហ្នឹងប៉ុន្តែគាត់រស់នៅជាមួយប្រពន្ធគាត់ឡើងមួយឆ្នាំរយៈពេលមួយឆ្នាំហ្នឹងគាត់នៅជាមួយគ្នាប៉ុន្តែគ្មានក្តីសុខទេគាត់តែងតែមានស្រីទៅមកជាមួយអ្នកនេះអ្នកនោះគ្រប់គ្នាណាត់អ្នកនេះទៅញ៉ាំបាយណាត់អ្នកនោះដើរលេងអញ្ចឹងទៅតែទាំងដែលគាត់កំពុងតែរស់នៅជាមួយប្រពន្ធគាត់ខ្លួនគាត់នៅគេងជាមួយប្រពន្ធគាត់តែចិត្តគាត់ថាលែងអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាគាត់រកគោលដៅមិនទាន់ឃើញថ្ងៃមួយនោះគាត់បានរកគោលដៅឃើញហើយគឺជាស្រីម្នាក់ដែលមានសញ្ជាតិធាត់ស្អាតមានដើមទ្រូងធំហើយសាច់សខ្ចីម្នាក់ហ្នឹងគឺនៅតំបន់ជាមួយគ្នាគាត់ក៏មានតំណែងជាមួយម្នាក់ហ្នឹងទៅដេកជាមួយម្នាក់ហ្នឹងមកទទួលទៅដើរលេងទៅបោះតង់អីចឹងទៅដេកមួយគ្នានៅព្រៃនៅអីចឹងទៅឬក៏ពេលខ្លះម្នាក់ស្រីនឹងផ្ញើអាស័យឋានឲ្យទៅដេកនៅផ្ទះម្នាក់ហ្នឹងក៏មានដែរប្រពន្ធគាត់ណាគ្មានពីអីនិយាយទេគឺមានតែទឹកភ្នែករាល់ថ្ងៃតែប៉ុណ្្នឹងឯងមើលឃើញគេមានក្តីសុខជាមួយអ្នកថ្មីហើយប្តីហ្នឹងក៏គាត់បានឈប់នៅផ្ទះហ្នឹងគាត់ចេញទៅនៅផ្ទះផ្សេងគាត់ជួលផ្ទះផ្សេងហើយគាត់មានស្រីហ្នឹងម្នាក់ហ្នឹងហើយគាត់ក៏មានស្រីផ្សេងក្បត់ចិត្តម្នាក់ហ្នឹងមួយទៀតខ្ញុំនឹងនិយាយភាគត